mà lên xin mình gặp bẹp lâu bản chất nên đó kia cho mà trong đăng tha chai từ lời kla hai từ bàiอย่างណាខ្លះ complete តាមដានវីដេអូនេះទាំងអស់គ្នាណាលើកទី1ដែលខ្ញុំមកស៊ីមរៀបនេះដល់គ្នាហើយខ្ញុំមករយៈពេលពីយប់3ថ្ងៃខ្ញុំមកដល់ស៊ីមរៀបនេះគឺម៉ោង4ពេលល្ងាចដល់គ្នាដោយសារតែខ្ញុំជិះឡានក្រុងជើងពីថ្ងៃណាមកដល់សន្តាគារភ្លាមគឺយើង check in ហើយក៏គុណ view នៅក្នុងបន្ទប់ក៏ដូចជាមើល view ទេសភាពពីខាងខេលអញ្ចឹងនៅនេះគឺខ្ញុំស្នាក់នៅក្នុងអូតែលដែលមានខេ2ដោយសារគេងពីអ្នកមិត្តភ័ក្តិនៅនេះក៏គេមាន free អាងហែលទឹកឲ្យយើងហែលដែរណាគ្នាហើយដោយសារតែកង់3យើងមកដល់ហើយឥឡូវយើងធ្វើដំណើរតាមកង់3ទៅជួលម៉ូតូជិះដើម្បីដើរជុំវិញដើរលេងជុំវិញអង្គរអញ្ចឹងណាហើយខ្ញុំជួលម៉ូតូនេះគឺដោយសារតែខ្ញុំជួលពីម៉ោង4ទៅដល់ម៉ោង7យប់អញ្ចឹងក៏គេគិតតម្លៃតាមហ្នឹងអញ្ចឹងណាអត់ជួលមួយថ្ងៃពេញទេបើមួយថ្ងៃពេញគឺក្នុងម៉ូតូមួយ$10ប៉ុន្តែខ្ញុំជួលតា3ម៉ោងអីចឹងគេគិតតម្លៃផ្សេងឲ្យបើបានមកស៊ីមរៀបណាគេកុំភ្លេចជួលម៉ូតូជិះដើរលេងព្រោះពេលជួលម៉ូតូជិះដើរលេងគឺបរិយាកាសស្រស់ស្រាយខ្លាំងមែនតើហ្មងអ្នកគ្នាហើយបានមើលទេសភាពពេញផ្នែកទៀតអូយត្រជាក់ចិត្តខ្លាំងមែនតើហ្មងសម្រាប់តម្លៃសវត្តឡានក្រុងដែលខ្ញុំទៅមកជាមួយនឹងកន្លែងអូតែដែលខ្ញុំគេងជាមួយនឹងតម្លៃនៃការជួលម៉ូតូក៏ដូចជាតម្លៃនៃការញ៉ាំខ្ញុំនឹងដាក់តម្លៃនៅក្នុងវីដេអូទី2ដែលសារតាវីដេអូទី1នេះវារៀងខ្លីខ្លាំងមែនទែនហើយក៏ពួកខ្ញុំអត់សូវជាចំណាយអីអស់ច្រើនដែរនៅក្នុងថ្ងៃទី1នេះណាក្រៅពីការញ៉ាំអាហារពេលថ្ងៃហើយនឹងពេលល្ងាចតែប៉ុណ្្នឹងឯងហើយនឹងជួលម៉ូតូអញ្ចឹងសម្រាប់តម្លៃហ្មងគឺខ្ញុំនឹងដាក់នៅក្នុងប្លុកទី2ណាអ្នកគ្នាអញ្ចឹងអ្នកណាដែលគាត់ចង់ដឹងថាពួកខ្ញុំមកលេងសម្រាប់ពីយប់3ថ្ងៃហើយចាយអស់ប៉ុន្មានខ្ញុំនឹងធ្វើវីដេអូប្លុកទី2នៅថ្ងៃទី2ឲ្យអ្នកទាំងអស់គ្នាបានទស្សនាវិញអញ្ចឹងណាហើយអញ្ចឹងបន្ទាប់ពីខ្ញុំកយគុណទេសភាពនៅទន្លេអ៊ុំនេះរៀងយូរដែរក៏ចេញដំណើរទៅកាន់អង្គរម្ដងដោយសារតែចង់ទៅមើលប្រាសាទនៅអង្គរធំក៏ជាជិះទៅលេងអង្គរអញ្ចឹងណាអញ្ចឹងថ្ងៃទី1នេះគឺពួកខ្ញុំអត់បានចូលលេងប្រាសាទណាយអ្នកនរគ្នាគ្រាន់តែថាជិះកាត់ដោយសារទី1គឺយើងចង់ទុកកម្លាំងសម្រាប់ការដើរចូលប្រាសាទនៅថ្ងៃទី2អញ្ចឹងថ្ងៃទី1នេះគ្រាន់តែជិះដើរលេងមើលទេសភាពមើលទីតាំងភូមិសាស្ត្រអ្នកស្រុកនៅស៊ីមរៀបថាទេសភាពម៉េចស្រុកទេសគេម៉េចអីអញ្ចឹងណាដោយសារតែខ្ញុំមកនេះក៏ជាលើកទី1ដែរចង់មានបទពិសោធន៍ថ្មីហើយយើងចង់ជិះដើរលេងឲ្យបានច្រើនអញ្ចឹងមកក៏មានការថតរូបតិចតួចអីអញ្ចឹងណាក៏មកញ៉ាំអាហារពេលល្ងាចនៅម្ដុំ60ម៉ែត្រវិញយ៉ាងគ្នាអញ្ចឹងក៏បានកំងស៊ុបសរសៃកែងមកញ៉ាំអញ្ចឹងណាអញ្ចឹងដោយសារតែសមាជិកដែលខ្ញុំមកនេះគឺទាំងអស់មនុស្សធំ4នាក់ហើយកូនក្មេងតាមម្នាក់ឯងហើយសម្រាប់ថ្ងៃទី1នេះគឺសកម្មភាពមានតែប៉ុណ្្នឹងឯងបងតាគ្នាបន្ទាប់ពីញ៉ាំហើយគឺពួកខ្ញុំចូលអូតែវិញដើម្បីងូតទឹកងូតអីនឹងឯងហើយអ្នកដែលគាត់ចង់ទៅ Pub Street ហ្មងក៏គាត់ទៅដោយសារតែខ្ញុំគឺអត់ចង់ទៅទេមានជាការឈឺចុកឈឺឆ្អឹងឈឺឆ្អែងខ្លាំងមែនតើ